អាយុដំអភិសន្តិបណ្ឌិតអំពីវនីយកម្មកររោងចក្រនៃកំចៃមាសចូលរួមការពារសន្តិភាពបំពេញការងារឲ្យល្អនិងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គមថ្លែងក្នុងពិធីសន្និសីទសំណាលនិងពិសាអាហារសាមគ្គីជាមួយកម្មករកម្មការិនីជាង2300នាក់ស្ថិតនៅក្នុងស្រុកកំចៃមាសខេត្តព្រៃវែងនារសៀលថ្ងៃទី12ខែឧសភាឆ្នាំ2025នេះអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងនូវសារៈសំខាន់នៃកិច្ចការពារសុខសន្តិភាពដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសរួមទាំងបងប្អូនកម្មករកម្មការិនីត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សាត្បិតសន្តិភាពបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនក្នុងនោះក៏បង្កលក្ខណៈឲ្យអ្នកវិនិយោគមកបណ្ដាក់ទុនបង្កើតរោងចក្រសហគ្រាសដោយដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រនៅស្រុកកំចៃមាសនេះស្រាប់ភ្ជាប់នឹងការអបអរសាទរទិវាពលកម្មអន្តរជាតិអាយុដំអភិសន្តិបណ្ឌិតបានចាត់ទុករោងចក្រដែលមាននៅក្នុងមូលដ្ឋានស្រុកកំចៃមាសនេះថាក៏មិនខុសពីរោងចក្រតាមបណ្ដាមូលដ្ឋានផ្សេងៗទូទាំងប្រទេសដែរគឺអាចដំណើរការទៅបានអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពនិងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសប្រភពទីផ្សារសម្រាប់ការនាំចេញលទ្ធផលពីរោងចក្រនេះយកទៅលក់ក្នុងន័យនេះអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តបងប្អូនកម្មករកម្មការិនីខិតខំបំពេញការងារឲ្យបានសកម្មគោរពតាមលក្ខខណ្ឌនៃការអនុវត្តការងារស្របទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជាចូលរួមថែរក្សារាល់សម្ភារៈនិងរាល់មធ្យោបាយបម្រើឲ្យការងារក្នុងរោងចក្រក្នុងន័យចាត់ទុករោងចក្រប្រៀបបាននឹងផ្ទះបាយឬឆ្នាំងបាយរបស់ខ្លួនពលគឺកម្មករនិងថៅកែត្រូវពឹងអាស្រ័យដល់គ្នាទៅវិញទៅមកខណៈបងប្អូនកម្មករកម្មការិនីជាអង្គពិធីភាគច្រើនមានមូលដ្ឋាននៅជុំវិញតំបន់រោងចក្រនេះស្រាប់អាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដូចគ្នាឲ្យបងប្អូនកម្មករកម្មការិនីទាំងអស់នៅពេលវិលត្រឡប់ទៅផ្ទះវិញឬសម្រាប់ការធ្វើដំណើរតាមផ្លូវទៅមុខធ្វើការសូមបើកបរដោយការគោរពច្បាប់មានមួកសុវត្ថិភាពពាក់ជាប្រចាំចូលរួមប្រព្រឹត្តនៅសកម្មភាពល្អៗក្នុងសង្គមទប់ស្កាត់ក្មេងទំនើងនិងសហការជាមួយអាជ្ញាធរអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីបង្កើតភាពសុខដុមនិងការអភិវឌ្ឍក្នុងមូលដ្ឋានអាយុដំសង្កត់ធ្ងន់ថាសកម្មភាពរួមចំណែកធ្វើអំពើល្អម្នាក់បន្តិចរបស់ប្រជាពលរដ្ឋជារួមនិងក្នុងនោះក៏មានបងប្អូនកម្មករកម្មការិនីដែរនោះគឺជាការបញ្ជាក់អំពីភាពសុខសាន្តជារួមនិងលទ្ធផលដ៏ល្អនៃការប្រព្រឹត្តទៅរបស់សង្គមក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលក្នុងឱកាសនោះដែរអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនិងលោកជំទាវកែសួនសុភីសសុខាក៏បានឧបត្ថម្ភថវិកាជូនដល់កម្មករកម្មការិនីចំនួន2223នាក់ក្នុងម្នាក់ថវិកាចំនួន40000រៀលនិងកម្មការិនីមានផ្ទៃពោះចំនួន101នាក់ក្នុងម្នាក់ថវិកាចំនួន140,000រៀលផងដែរ